ហេតុអ្វីត្រាំចង់ឲ្យរេសាផាឡាវីឡើងកាន់អំណាចប្រសិនបើរបបគ្រប់គ្រងនៃអ៊ីរ៉ង់ដួលរលំការផ្ទុះបាតកម្មតវ៉ារៀលដាលពីពេញប្រទេសអ៊ីរ៉ង់បានធ្វើឲ្យក្រុមអ្នកវិភាគមួយចំនួនព្យាករណ៍អំពីលទ្ធភាពនៃការដួលរលំរបបគ្រប់គ្រងអ៊ីស្លាមដ៏តឹងរ៉ឹងនៅក្នុងទីក្រុងតេអ៊ីរ៉ង់ចំពោះលោកប្រធានាធិបតីដូណាល់ត្រាំកំពុងតែសម្លឹងមើលអំពីសមត្ថភាពរបស់រេសាផាឡាវីនិងដឹកនាំប្រទេសអ៊ីរ៉ង់តាមរបៀបណាបើតាមសារព័ត៌មានរបស់សហរដ្ឋអាមេរិក Axios បានរាយការណ៍ថាបើតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានឲ្យដឹងថាកាលពីពេលកន្លងទៅថ្មីៗនេះលោក Steve Witkoff ប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបជាសម្ងាត់ជាមួយនឹងអតីតរាជាទាជាតិអ៊ីរ៉ង់ដែលកំពុងតែនិរទេសខ្លួននៅលើទឹកដីសហរដ្ឋអាមេរិកគឺព្រះអង្គម្ចាស់រេសាផាឡាវីដើម្បីពិភាក្សាគ្នាអំពីការតវ៉ាយ៉ាងរញ្ជួយនៅក្នុងប្រទេសរបស់ព្រះអង្គតើមានរឿងសំខាន់ដល់កម្រិតណាបានជាប្រេសិតពិសេសរបស់សេតវិមានត្រូវជួបអតីតរាជាទាយាទដែលកំពុងតែនិរទេសខ្លួនបែបនេះអ្នកនយោបាយប្រឆាំងរបស់អ៊ីរ៉ង់និងរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំបានជួបប្រជុំកម្រិតខ្ពស់លើកដំបូងរបស់ពួកគាត់ចាប់តាំងពីការតវ៉ាបានចាប់ផ្ដើមកាលពី15ថ្ងៃមុនបច្ចុប្បន្នព្រះអង្គម្ចាស់រេសាផាឡាវីកំពុងតែព្យាយាមឈានជើងចូលទៅជាអ្នកដឹកនាំនៅក្នុងសម័យអន្តរកាលប្រសិនបើរបបគ្រប់គ្រងបច្ចុប្បន្នរបស់អ៊ីរ៉ង់ដួលរលំអស់រយៈពេលជាង2សប្តាហ៍ចុងក្រោយនេះព្រះអង្គម្ចាស់ផាឡាវីតែងតែបង្ហាញមុខនៅលើបណ្ដាញទូរទស្សន៍នានារបស់សហរដ្ឋអាមេរិកដោយបានអំពាវនាវដល់រដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំចេញធ្វើអន្តរាគមន៍ជួយគាំទ្រដល់ប្រជាជាតិអ៊ីរ៉ង់ដែលកំពុងតែតវ៉ាស្របគ្នានេះដែរក្រុមសន្តិសុខជាតិសេតវិមានក៏បានជួបពិភាក្សាគ្នាផ្ដោតទៅលើជំរើសនានាសម្រាប់ជួយគាំទ្រដល់ការតវ៉ានៅអ៊ីរ៉ង់ប៉ុន្តែនៅក្នុងកិច្ចប្រជុំនោះលោកប្រធានាធិបតីត្រាំមិនបានចូលរួមនោះឡើយប្រជាបាតកោអ៊ីរ៉ង់បាននាំគ្នាធ្វើបាតកម្មតវ៉ាពីពេញប្រទេសអ៊ីរ៉ង់ជាមួយនឹងការកាន់ទង់ជាតិមានរូបតោកាន់ដាវនឹងព្រះអាទិត្យហើយរូបព្រះអង្គម្ចាស់ផាឡាវីព្រះអង្គម្ចាស់រេសាផាឡាវីជាព្រះរាជបុត្រច្បងរបស់ម៉ូហាម៉េតរេសាផាឡាវីដែលជាស្ដេចចុងក្រោយបង្អស់នៃរាជវង្សានៃរដ្ឋចក្រភពអ៊ីរ៉ង់ប៉ុន្តែត្រូវបានក្រុមបដិវត្តន៍អ៊ីស្លាមដណ្ដើមអំណាចនៅឆ្នាំ1979ហើយបន្តគ្រប់គ្រងអំណាចរហូតមកព្រះអង្គម្ចាស់រេសាផាឡាវីប្រសូតនៅក្នុងប្រទេសអ៊ីរ៉ង់នាថ្ងៃទី31ខែតុលាឆ្នាំ1960បច្ចុប្បន្នព្រះអង្គម្ចាស់កំពុងតែគង់និរទេសខ្លួននៅសហរដ្ឋអាមេរិកហើយក៏ជាឥស្សរជននយោបាយបកប្រឆាំងដ៏លេចធ្លោមួយរូបរបស់អ៊ីរ៉ង់ផងដែរលោកប្រធានាធិបតីត្រាំបានបញ្ជាក់ថាព្រះអង្គម្ចាស់ផាឡាវីហាក់ដូចជាល្អណាស់ប៉ុន្តែខ្ញុំមិនដឹងថាព្រះអង្គម្ចាស់នឹងដឹកនាំប្រទេសរបស់ព្រះអង្គដោយរបៀបណានោះដែរហើយយើងពិតជាមិនទាន់ដើរដល់ចំណុចនោះទេខ្ញុំនៅមិនទាន់ដឹងថាតើប្រទេសរបស់ព្រះអង្គនឹងព្រមទទួលយកការដឹកនាំរបស់ព្រះអង្គដែរឬអត់នោះឡើយប៉ុន្តែអ្វីដែលប្រកាសប្រជាបំផុតនោះនៅត្រង់ថាប្រសិនបើប្រជាជាតិអ៊ីរ៉ង់យល់ព្រមនោះនឹងល្អជាមួយខ្ញុំលោកការីមសាតចាភួរជាអ្នកវិភាគជាន់ខ្ពស់នៃ Carnegie Endowment បានប្រាប់ដល់ Axios ថាព្រះអង្គម្ចាស់ផាឡាវីនឹងផ្ដល់នូវការផ្ដោតអារម្មណ៍បង្រួបបង្រួមជាតិសម្រាប់មនោសញ្ចេតនាជាតិនិយមនៅក្នុងចំណោមក្រុមបាតកោដោយផ្ទុយពីលទ្ធិអ៊ីស្លាមជ្រុលនិយមនៃរបបគ្រប់គ្រងបច្ចុប្បន្នស្របគ្នានេះដែរលោករ៉ាស៊ីមនាយកកម្មវិធីអ៊ីរ៉ង់នៃវិទ្យាស្ថានសិក្សាសន្តិសុខជាតិអ៊ីស្រាអែលបានបញ្ជាក់ថានាមរបស់ព្រះអង្គផាឡាវីបានលេចឡើងគួរឲ្យកត់សម្គាល់នៅក្នុងការតវ៉ានៅអ៊ីរ៉ង់នាពេលនេះប៉ុន្តែវាពិបាកប្រាប់ថាតើនេះជាតំណាងឲ្យការគ្រប់គ្រងជាសាធារណៈយ៉ាងទូលំទូលាយនៅក្នុងសង្គមអ៊ីរ៉ង់មួយវិញទៀតថ្មីបើមិនមានជំនឿយ៉ាងខ្លាំងលើសមត្ថភាពជាអ្នកដឹកនាំរបស់ព្រះអង្គក៏ដោយក៏វាអាចទៅរួចដោយសារតែប្រជាជនអ៊ីរ៉ង់ភាគជាច្រើននឹងសុខចិត្តទទួលយកព្រះអង្គជាអ្នកដឹកនាំយ៉ាងហោចណាស់ជាបណ្ដោះអាសន្នដោយសារយល់ថាព្រះអង្គចូលចិត្តចំពោះស្ថានភាពបច្ចុប្បន្ន
អ្នកស្ទង់មតិជនជាតិហូឡង់លោកអាម៉ាម៉ាឡេគីបានឲ្យដឹងថាបើតាមការស្ទង់មតិសាធារណៈក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយរួមទាំងកាលពីពេលថ្មីៗនេះផងដែរគឺប្រជាជនអ៊ីរ៉ង់ប្រហែល1/3បានគាំទ្រព្រះអង្គផាឡាវីខណៈ1/3បានប្រឆាំងយ៉ាងខ្លាំងតួលេខនេះគឺខ្ពស់ជាងឥស្សរជនប្រឆាំងនឹងអ៊ីរ៉ង់ដទៃទៀត